នៅពេលដែលនិយាយអំពីបំណុលគេនឹកឃើញរឿងដែលមិនល្អបំណុលមិនល្អក៏ប៉ុន្តែបំណុលមិនអាក្រក់ទេបងប្អូនអរគ្នាដើម្បីឲ្យបំណុលល្អយើងគួរគិតពីរឿងសំខាន់ទី1គោលបំណងនៃការប្រើប្រាស់បំណុលតើយើងខ្ចីគេក្នុងគោលបំណងអីក្នុងគោលបំណងបង្កើននៅចំណូលប្រើប្រាស់ជាប្រយោជន៍ឬក៏មានបំណុលដើម្បីលយឆាយហឺហាឬក៏ប្រើប្រាស់ខុសគោលបំណងចំណុចសំខាន់ទី2ការគ្រប់គ្រងបំណុលតើយើងដឹងទេថាសមត្ថភាពនិងលទ្ធភាពរបស់យើងកម្រិតណាដើម្បីអាចធានាបាននូវការសងត្រឡប់ទៅវិញពីព្រោះអីបំណុលមិនមែនជាអំណោយទេប្រសិនបើយើងគិតទៅលើពីររឿងនេះសំខាន់ណាបំណុលមិនអាក្រក់ទេបំណុលជួយឲ្យយើងមានការរីកចម្រើនផ្ទុយទៅវិញប្រសិនបើយើងមិនគិតពីចំណុចនេះទេបំណុលអាចធ្វើឲ្យយើងមានបញ្ហាអូខេអរគុណ